នេះគឺជាលើកទី1ហើយដែលក្រុមផ្ការីកគ្រប់រដូវបាទអុយ12និងអុយ14បានទទួលភ្ញៀវមកពីខាងប្រទេសថៃបាទខាងស៊ីសកេតប្រទេសថៃហើយការប្រកួតគឺធ្វើឡើងនៅបាទទីលានបាទតារាងផ្ការីកគ្រប់រដូវបាទស្ថិតនៅបាទគីឡូលេខ6ខណ្ឌរិស័យកែវក្រុមផ្ការីកគ្រប់រដូវបាទទាំងឈុតអុយទាំងឈុតតារាតែងតែរៀបចំនៅការប្រកួតផ្សេងតាមបណ្ដាខេត្តរាជធានីភ្នំពេញឬក៏ប្រកួតជាមួយនឹងអន្តរជាតិបាទយើងធ្លាប់បានធ្វើរឿងសប្បុរសធម៌ជាច្រើននៅសប្តាហ៍នេះផ្ការីកគ្រប់រដូវបានបណ្ដោះអុយតូចបាទពីយុ8ឆ្នាំ9ឆ្នាំ10ឆ្នាំ12 14ហើយឥឡូវនេះយើងក៏បានចុះ MOU ជាមួយនឹងខាងក្លឹបបាល់ទាត់វិសាខាដែលជាក្លឹបដ៏ធំមួយនៅប្រទេសកម្ពុជាអញ្ចឹងយើងរងថ្ងៃនេះប្រឹងប្រែងហាត់បាទផ្ដល់ឱកាសឲ្យក្មួយដែលស្រឡាញ់បាល់ទាត់ប៉ុន្តែមិនមានឱកាសចាប់ក្រុមបានមកចូលរួមលេងជាមួយគ្នាផងដែរហើយថ្ងៃនេះយើងប៉ះជាមួយនឹងអុយថៃបាទអុយ12លទ្ធផលគឺយើងបានឈ្នះក្នុងលទ្ធផលពិន្ទុ10គ្រាប់បាទទល់នឹង4គ្រាប់គឺយើងឈ្នះ6គ្រាប់ហើយខាងក្មួយមកពីថៃនេះយើងមើលឃើញថាការលេងរបស់គាត់គឺល្អកាយសម្បទាគាត់បាទគេថារឹងមាំលះលហួនបាទគាត់ប្រើកម្លាំងខ្លាំងបាទហើយចំណែកក្រុមយើងនេះដោយសារនេះទឹកដីយើងហើយយើងលេងស៊ីសង្វាក់គ្នាល្អបាទក្មួយកូនលេងស៊ីបាក់គ្នាល្អទើបយើងទទួលបានជ័យជំនះក្រោមការដឹកនាំរបស់លោកគ្រូបាទនៅក្នុងការប្រហាត់ក្មួយកន្លងមកបន្ទាប់ពីឈុត12ទៅយើងក៏ចូលដល់ឈុត14ឈុត14នេះរឿងពិបាកទេបងប្អូនគ្នាដោយសារក្រុមយើងនេះបាទឈុតធំនេះបាទជាប់រៀនជាប់សូត្រទាំងអត់សូវបានហាត់ទៀងទាត់ទេហើយលទ្ធផលយើងចាញ់ខាងក្មួយពីខាងថៃដូចជាពិន្ទុបើដូចចាញ់គេ2គ្រាប់បាទចាញ់គេ2គ្រាប់បាទលទ្ធផលចាញ់ឈ្នះវាជារឿងធម្មតាបាទអ្វីដែលយើងបានបង្ហាញថ្ងៃនេះគឺស្នាមញញឹមបាទរវាងភាគីថៃភាគីកម្ពុជាយើងបានទាត់មិត្តភាពជាមួយគ្នាឲ្យក្មួយក្មេងៗបានបាទបញ្ចេញសមត្ថភាពបាទសាកល្បងសមត្ថភាពជាមួយគ្នាបានផ្ដល់ស្នាមញញឹមទៅវិញទៅមកជាមួយគ្នាការប្រកួតថ្ងៃនេះអត់មានបញ្ហាប៉ះពាល់ប៉ះពីអីទេគឺថារលូនមែនតែមកទាំងខាងថៃទាំងខាងកម្ពុជាគឺយើង fair play បាទសបាយបាទលេងអស់ពីសមត្ថភាពប៉ុន្តែមិនមានកាយវិការឬរូបភាពណាមួយមិនសមរម្យទេទាំងខាងយើងទាំងខាងគេបាទគឺយើងតែងតែអប់រំបាទក្មេងៗក្មួយឲ្យលេងដល់ក្រមសីលធម៌អីចឹងទៅហើយចុងក្រោយក៏ជូនពរឲ្យក្មួយខាងប្រទេសថៃធ្វើដំណើរទៅកាន់ប្រទេសថៃវិញប្រកបទៅដោយសុវត្ថិភាពហើយបើសិនជាក្មួយបាទក្នុងប្រទេសកម្ពុជាយើងក្រមសាលាឬក៏ដូចជាខាងក្លឹបផ្សេងចង់ប្រកួតមិត្តភាពជាមួយផ្ការីកដៅអាចតាក់ទងមកបានបាទហើយក្មួយណាដែលចង់មកហាត់បាល់ជាមួយផ្ការីកដៅក្មួយអាចមកហាត់បានបាទក្មួយដែលមិនមានលទ្ធភាពក្នុងការបង់ថ្លៃគ្រូមិនមានលទ្ធភាពក្នុងការចាប់ក្រុមលេងក្មួយអាចមកហាត់នៅតារាងផ្ការីកគ្រប់រដូវបានគឺពូទទួលទាំងអស់បានដើម្បីឲ្យក្មួយបានលេងបាល់បានហាត់បាល់សុខភាពក៏ដូចជាថ្នាលមួយជួយដល់ក្មួយបានអាចអនាគតទៅក្លាយជាកីឡាករអាជីពជាពិសេសជាកិត្តិយសមែនទែនដែលក្រុមផ្ការីកគ្រប់រដូវបានចុះ MOU បាទជាមួយនឹងក្លឹបដ៏ធំមកគឺក្លឹបវិសាខាអញ្ចឹងក្មួយឲ្យតែប្រឹងលេងក្មួយល្អក្មួយមានសមត្ថភាពអនាគតទៅក្មួយនឹងបានចូលទៅក្លឹបវិសាខាតែម្ដងអរគុណបងប្អូនអរគ្នាបាទសម្រាប់ការតាមដានទស្សនាវីដេអូនេះចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព